ចុច foreigner language ភាសាខ្មែរបន្តមកទៀតទេ5ហើយដាក់បើធនាគារចូលទៅហើយរងចាំបន្តិចបញ្ជាលេខ password 4ខ្ទង់លេខសម្ងាត់សម្គាល់របស់យើងបន្តមកទៀតគឺវាលោតឲ្យរកធនាគារដែលយើងចង់ផ្ទេរអញ្ចឹងនៅមួយជួរកណ្ដាលហ្នឹងគឺវាមានលេខរៀងរបស់គេអញ្ចឹងខ្ញុំចង់ផ្ញើទៅណាខ្ញុំផ្ញើទៅនំយ៉ាប់អញ្ចឹងខ្ញុំចុចវាលេខរៀងទី11អញ្ចឹងខ្ញុំចុចលេខ11ហើយបន្តមកទៀតគឺយើងចុចលេខគណនីធនាគារដែលយើងត្រូវផ្ញើទៅនេះបន្ទាប់ពីយើងរើសលេខរៀងធនាគារហើយគឺវាលោតបញ្ជាក់ហើយបន្តមកទៀតគឺលោតឲ្យយើងវាយគណនីបន្ទាប់ពីវាយគណនីហើយគឺឲ្យយើងវាយចំនួនទឹកប្រាក់អញ្ចឹងនៅពេលដែលយើងវាយចំនួនទឹកប្រាក់ដែលយើងចង់ផ្ញើប្រមាណចូលទៅគឺខ្ញុំផ្ញើចំនួន3លានអញ្ចឹងខ្ញុំចុចចំនួន3លាននេះខ្ញុំចុចបញ្ជាក់ទៀតហើយបន្ទាប់មកទៀតយើងមើលទៅថាចំនួនទឹកប្រាក់ហ្នឹងហើយឈ្មោះហ្នឹងត្រូវអត់អញ្ចឹងគឺមើលទៅត្រឹមត្រូវអស់ហើយយើងចុចបញ្ជាក់ទៅហើយរងចាំបន្តិចទៅទឹកលុយរបស់យើងវាបានផ្ទេរទៅគណនីដែលយើងចង់ផ្ទេរហ្នឹងហើយចឹងការផ្ទេរប្រាក់គឺបានរួចរាល់អស់ហើយបើសិនជាបងចង់ផ្ទេរទៅគណនីនៅក្រៅប្រទេសគឺលំនាំដូចគ្នាចឹង